ទៅ scan ឯកសារបងប្អូនតែងតែប្រើកម្មវិធី download ពីទូរស័ព្ទដៃដើម្បីធ្វើការ scan ឬក៏យើងយកម៉ាស៊ីន scan ដើម្បីយកទៅ scan ឯកសារមែនទេថ្ងៃនេះខ្ញុំមានគន្លឹះថ្មីមួយពាក់ព័ន្ធជាមួយនឹង Telegram ដោយសារតែ Telegram version ថ្មីនេះគឺមានការ update function ដែលអនុញ្ញាតឲ្យយើងធ្វើការ scan ឯកសារចូលទៅក្នុង save message តែម្ដងអញ្ចឹងវាមានភាពងាយស្រួលខ្លាំងមែនទែនសម្រាប់បងប្អូនដែលមិនចាំបាច់ប្រើកម្មវិធីឬក៏យកឯកសារទៅ scan នៅម៉ាស៊ីន scan នោះទេតោះឥឡូវយើងទៅមើលការកំណត់នៅក្នុងTelegram ទាំងអស់គ្នាដំបូងឡើយបងប្អូនចូលទៅក្នុង Telegram បន្ទាប់មកបងប្អូនចូលទៅកន្លែង save message ខាងលើនេះហើយយើងយក file កន្លែងរូបគ្នាបនេះចុចយក file បន្ទាប់មកបងប្អូនចុចយក file ម្ដងទៀត file ហើយនេះចុចយក file ហើយបងប្អូននឹងមានគេដាក់ថា scan document ហើយបញ្ជាក់បើសិនជា Telegram បងប្អូន version ទៀតបងប្អូនអាច download ដងទៀតអញ្ចឹង download ថ្មីទៅវានឹងមាន function មួយហ្នឹងហើយអញ្ចឹងបងប្អូនចុចនៅលើ scan មកអញ្ចឹងវានឹងអនុញ្ញាតឲ្យយើង scan តែម្ដងតោះឥឡូវខ្ញុំសាក scan មើលអញ្ចឹងខ្ញុំឧទាហរណ៍ scan ខ្ញុំ scan ធៀបការនេះមួយចុច pop ហើយយើងថតវាមួយមកអូខេអញ្ចឹងយើងចាំថតមួយទៀតបងប្អូនយកនេះថតមួយទៀតមកអូខេបន្ទាប់មកបងប្អូនចុច create មកអញ្ចឹងវានឹងធ្វើការ save ជា PDF ចូលទៅក្នុង Messenger យើងតែម្ដងបងប្អូនរងចាំតិចទៅហើយយើងចុច view នៅលើហ្នឹងមកឃើញវា scan តគ្នាបន្ទាប់មកបងប្អូនអាច share វាទៅTelegram ផ្សេងឬក៏កម្មវិធីផ្សេងអាចចូលទៅកន្លែងនេះមកហើយបងប្អូនយកមានកម្មវិធីផ្សេងអាច share ទៅបានណាយើងអាច save ជា file ក៏បានបាទចុច save ទៅវានឹងធ្លាក់ចូលក្នុង file របស់យើងឬក៏ផ្ញើទៅ Telegram អ្នកផ្សេងអីចឹងណាអូខេអញ្ចឹងកលឹះថ្ងៃនេះមានតែប៉ុណ្្នឹងទេបើបងប្អូនមានចម្ងល់អាច comment សួរបានហើយសូមជួយចុច subscribe នៅក្នុង channel YouTube Sophia Academy ហើយនឹង page Sophia Academy ផងនេះគឺជា page Sophia Academy ដែលខ្ញុំមានវីដេអូជាច្រើនពាក់ព័ន្ធជាមួយនឹងកលឹះថ្មីបងប្អូនអាចចូលទៅចុច follow ដើម្បីតាមដានវីដេអូផ្សេងៗទៀតបានអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ